ជំរាបសួរលោកគ្រូនិងសួស្តីដល់អ្នកគ្នាខ្ញុំបាទឈ្មោះអោសម្រាប់នេះខ្ញុំមកបង្ហាញគ្រូអំពីការ install នៅ Nginx និងធ្វើការអាស្រ័យនៅ static IP នៅក្នុង website យើងនៅក្នុងម៉ាស៊ីន EC2 នៅក្នុងកម្មវិធី Cloud AWS អញ្ចឹងជាដំបូងដើម្បីធ្វើការ install នៅ Nginx យើងធ្វើការ start នៅម៉ាស៊ីនរបស់យើងហ្នឹងហើយយើងធ្វើការចុច connect ដើម្បីធ្វើការហៅ SH មកប្រើ connect ហើយតោះមកយើងធ្វើការ copy នៅកន្លែង change mode យើងធ្វើការ run នៅ terminal git bash នៅក្នុង server របស់យើងម៉ាស៊ីនដែលយើងបានកើតចឹងយើងផាសនៅ command ដែលយើងបាន copy បញ្ចូលមកដើម្បីធ្វើការ check មកវាកែ enter តោះមកយើងទៅ copy នៅ ASX នេះមកមួយទៀតយើងធ្វើការផាសចូលហើយយើង enter កាល yes mìnhចូលក្នុងម៉ាស៊ីនខ្ញុំសូមធ្វើការ profile មួយដើម្បី clear screen ចឹងដំបូងដើម្បីធ្វើការ install នៅ Nginx យើងធ្វើការ update វាហើយមកសិនenter មកចាំវា update របស់យើងធ្វើការឲ្យ comment ថា sudo apt install Nginx .vài ការ install ចាំបន្តិចនេះបានយើងធ្វើការ install ហើយបន្ទាប់មកយើងធ្វើការ enable នៅ Nginx របស់យើងដែលយើងប្រើមិនថា sudo system ctl enable .now Nginx sudo system ctl enable Nginx ដល់មកយើងធ្វើការ check នៃ status របស់ Nginx គឺ sudo system ctl Nginx នេះគឺយើងធ្វើការ enable វាហើយអញ្ចឹងបន្ទាប់មកយើងធ្វើការទៅ copy IP របស់យើងដើម្បីធ្វើការ test ដែលយើងបាន install នៅ Nginx ហើយអញ្ចឹងខ្ញុំសូមចូលទៅកន្លែង EC2 ហើយ copy IP នេះមកយើងធ្វើការ pass ចូលហើយ enter កន្លែងនេះតើយើងលុប HTTP ដែរនឹងតាម HTTP ធម្មតាហើយទៅ enter វាចុះនេះគឺយើងបាន install Nginx ហើយតោះមកយើងធ្វើការទៅកំណត់នៅ static IP ម៉ាស៊ីនយើងអត់ចង់ឲ្យវាធ្វើការដូររហូតនៅពេលដែលយើងបើកម៉ាស៊ីនមកកន្លែងនេះអញ្ចឹងយើងចូលកាន់ instance នេះតោះមកយើងចូលមកកាន់ elastic IP កន្លែងនេះគឺយើងថាអត់ទាន់មានទេអញ្ចឹងយើងចុច low
card elastic IP address ទៅការបង្កើតថ្មីហើយយើងទៅការ logo មកទៅការ edit នេះគឺដាក់ឈ្មោះពីក៏បានហើយថាសម្រាប់យើងចំណាំយើងចុចប្រឡងកន្លែងនេះយើងដូរឈ្មោះដាក់ថា static ក៏តមកដល់ពេលដែលយើងបាន IP ហើយយើងចុចកន្លែង associate elastic IP address កន្លែងនេះគឺយើងធ្វើការដាក់ instance ដែលយើងបានដំណើរការរបស់ run នេះចុចកណ្ដឹងហើយបន្ទាប់មកយើងអាចចុចនៅ associate ចឹងបន្ទាប់ពីយើងធ្វើការដាក់នៅអាសានៃ static IP យើង copy នៅ IP static នេះមកដើម្បីយើងធ្វើការដាក់ទៅចូលទៅក្នុង Fazilla ដើម្បីធ្វើការយើងអាសានៃ static IP របស់យើងកុំឲ្យពេលយើងបើកម៉ាស៊ីនមកវាបាត់នៅ IP នេះ copy ចូល Fazilla តោះយើងចូលកន្លែង file យើង set managers ហើយយើងធ្វើការใส่ IP យើងបានធ្វើការ copy ដូចហ្នឹងយើងធ្វើការ connect ចឹងបន្ទាប់ពីយើងធ្វើការឆែកមើលដាក់ឲ្យវា connect ជាមួយនឹង static IP ហើយយើងធ្វើការ copy នៅ file មួយសម្រាប់យើងធ្វើការ host នៅ website របស់យើងជាបន្តដែរដើម្បី copy file នេះចូលទៅក្នុង website របស់យើងបានយើងចូលមកក្នុង root មកយើងចូលមកក្នុង file ដែលមានឈ្មោះថា var ហើយយើងធ្វើការ copy file នោះដាក់ចូលក្នុង www នៅក្នុង file item ចឹងដើម្បីធ្វើការ copy file ចូលបានយើងធ្វើការ change mode ch mode វាមួយសិនចឹងយើងចូលកាត់ comment យើងវិញហើយយើងធ្វើការចឹងកន្លែងនេះគឺ terminal វាគាំងចឹងតោះមកយើងធ្វើការប្រើ command មួយចូលទៅកាន់ var cd /varចឹងយើងចូលមកដល់ terminal វាសាមីដោយសារខ្ញុំ error terminal ខ្ញុំធ្វើការ connect សាមីអញ្ចឹងដើម្បីធ្វើការ change mode វាបានយើងធ្វើការ cd ចូលទៅក្នុង varតោះមកធ្វើការបែក command មួយជួយថា sudo ch mode ហើយបែកដើមហើយ ww
តមកយើងធ្វើការចេញមកវាមួយទៀតនៅក្នុង file HTML ហើយប្រាប់มันដូចគ្នាដែរ sudo chmod 777ហើយ www នៅក្នុង HTML ដើម្បីបាន file របស់យើងធ្វើការដាក់ចូលទៅក្នុង var ហើយ www HTML ជាដំបូងយើងត្រូវទៅ file ដែលយើងបាន set ទុកគឺ file index.html នៅក្នុង computer របស់យើងហើយយើងធ្វើការយកវាមកដាក់ទៅចូលក្នុង file view នេះហើយបន្ទាប់មកបានយើងធ្វើការមកវាចូលក្នុង file html អញ្ចឹងដំបូងយើងកន្លែងដែលយើងទុកនៅ file index សិនគឺខ្ញុំទុកនៅក្នុង Tracy នៅក្នុង download នេះគឺខ្ញុំធ្វើការមកវាយកដាក់នៅក្នុង w file www ការមកដាក់នឹងហើយដោយខ្ញុំប្រើ command មួយនឹងវាឈ្មោះថា mv ដើម្បីធ្វើការមកនៅ file index នេះចូលមកក្នុង file html បាទចឹងចូលមកកាន់ command យើងវិញហើយយើងធ្វើការ cd ចូលទៅក្នុង cd ចូលទៅក្នុង www ហើយយើងធ្វើការ list វានៅក្នុងនេះគឺមាន html និង file index html ប៉ុន្តែយើងចង់បាន index ចូលមកក្នុង html ចឹងយើងប្រើ command មួយគឺថា sudo mv ហើយតមកយើងធ្វើការដាក់ file index index.html ចូលទៅក្នុង html យើងធ្វើការ enter ហើយយើងធ្វើការ cd ចូលទៅក្នុង html តមកធ្វើការ leave វាគឺជប់សុំទីវាគឺ file សុំធ្វើការមើល file ក្នុង file view សិនវាមាន file index ទាំងអស់ការ link នេះបាត់ file បាត់ចឹងគឺការទាញចូលម្ដងទៀតក្នុង file Sina index success ចូលហើយចឹងយើងធ្វើការ review មួយម្ដងទៀតចូលហើយក្នុង index គឺមានក្នុង file review មាន index.html ចឹងធ្វើការ move វាចូលទៅក្នុងfile html នេះ folder html ចឹងធ្វើការ sudo mv index html ហើយ enter ហើយយើងធ្វើការ cd ចូល html ការ list មើលនៅតែអត់មាន
អត់មាននេះវា index វាធ្វើការចូលមកដល់ក្នុង active អត់ហើយដែលមូលមុនគឺខ្ញុំច្រឡំបើស្លាស់អញ្ចឹងវាធ្វើឲ្យ file បាត់ហើយពេលនេះទៅគឺខ្ញុំបានយក file plus ស្លាស់ចេញហើយមូលចូលក្នុង active ឥឡូវមាន file ហើយយើងទៅមើល refresh page ម្ដងទៀតនេះគឺ copy មកហើយគឺវាចេញមកហើយ website នេះដែលយើងបានធ្វើការ host ក្នុង server ក្នុង IP របស់ server របស់យើងនេះយើងបានដាក់ static នេះអូខេចឹងការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណគ្រូនិងអ្នកនរគ្នាបានទស្សនា